ទន្ទឹមនឹងការជួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់តែរាជរដ្ឋាភិបាលកំពុងអនុវត្តសកម្មភាពការទូតនិងវិធានការអ្វីខ្លះដើម្បីការពារអធិបតេយ្យភាពជាតិនិងដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធីដោយសារកម្ពុជាបានជ្រើសរើសយកជំរើសសន្តិភាពនិងផ្អែកលើច្បាប់ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃរាជរដ្ឋាភិបាលបាននឹងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្មលើវិស័យការទូតពីព្រោះវាជាមធ្យោបាយសន្តិវិធីដែលមិនបង្ហូរឈាមតាមការប្រើប្រាស់យន្តការ JBC និងអនុលោមតាមអនុសញ្ញាសន្ធិសញ្ញានិងច្បាប់អន្តរជាតិព្រមទាំងគោរពស្មារតីនៃសេចក្តីប្រកាសរួម GBC នៅថ្ងៃទី27 ខែធ្នូឆ្នាំ2025ក្នុងរយៈពេលកន្លងមកកម្ពុជាបានតវ៉ាជាបន្តបន្ទាប់ប្រឆាំងសកម្មភាពរំលោភបំពាននានាហើយក្រសួងនិងស្ថាប័នពាក់ព័ន្ធបានចេញសេចក្តីប្រកាសព័ត៌មានលិខិតតវ៉ាសេចក្តីថ្លែងការណ៍និងការបំភ្លឺជាច្រើនលើកជាច្រើនសារជាប់គ្នាព្រមទាំងរៀបចំសន្និសីទសារព័ត៌មាននិងដឹកនាំអង្គទូតអង្គការអន្តរជាតិនិងអ្នកសង្កេតការណ៍ទៅពិនិត្យស្ថានភាពជាក់ស្ដែងនៅតាមព្រំដែនសកម្មភាពទាំងនេះបង្ហាញថារាជរដ្ឋាភិបាលពិតជាបានធ្វើសកម្មភាពជាក់ស្ដែងយ៉ាងសកម្មនិងមានទំនួលខុសត្រូវខ្ពស់ក្នុងការការពារអធិបតេយ្យភាពបូរណភាពទឹកដីតាមរយៈសកម្មភាពទាំងនេះសហគមន៍អន្តរជាតិបានដឹងឮយ៉ាងទូលំទូលាយអំពីភាពជាជនរងគ្រោះរបស់កម្ពុជាដោយការឈ្លានពានរបស់ថៃនិងបានយល់ពីការតស៊ូការពារទឹកដីដោយមធ្យោបាយត្រឹមត្រូវនោះគឺជាជំរើសសន្តិភាព